គុណបងបានអានចប់ហើយឥឡូវខ្ញុំនឹងទៅមកកុសចំពោះ9ខ23បងនេះតភាកពីព្រោះទូរស័ព្ទនោះអស់ថ្មឥឡូវទៅដូរទូរស័ព្ទតភាកកុំឲ្យថាច្រឡំអត់9ខ23អរគុណបងគឹមខ្ញុំអានសាថ្មីណាលុះ23ដែរខ្ញុំទៅ28ព្រះយេស៊ូវមានបន្ទូលទៅគាត់ថាបើអាចនឹងជឿបាននោះការទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿវ៉ាវអរគុណព្រះអង្គណានេះកន្លែងហ្នឹងដែលខ្ញុំថាដែលថាលោកម្នាក់ហ្នឹងគាត់យកកូនគាត់មកឲ្យព្រះយេស៊ូវប្រុសណាឲ្យជួយកូនគាត់ផងនេះបើមើលពីខាងលើមកគាត់ថាជាចាំមើលពីត្រឹមណាមកចេះទ្រង់មានបន្ទូលឆ្លើយថាអោតគាត់មើលពីលើមកទៀតមួយទៀតពីខបន្ទាប់មកមើលនេះលោកម្នាក់ហ្នឹងគាត់មកសុំឲ្យព្រះយេស៊ូវប្រោសឲ្យកូនគាត់ណានេះនោះមានម្នាក់ក្នុងវងមនុស្សទូលគាត់ថាទូលកាត់ឆ្លើយថាមើលទូលកាត់ឆ្លើយថាលោកគ្រូអើយខ្ញុំបាននាំកូនខ្ញុំមកឯលោកព្រោះវាមានអារៈចូលអារៈកោចូលណាអារៈមានអារៈកោមានអារៈថ្លង់មានអារៈខ្វាក់ភ្នែកមានអារៈជំងឺមានអារៈសពគ្រប់បែបយ៉ាងអញ្ចឹងមកពេលយើងដេញជំងឺគឺដេញតាមការដែលអារៈណាអារៈញ័រដើមទ្រូងគោអារៈដែរណាដេញវាទៅឥឡូវនេះនោះមានបុរសម្នាក់ក្នុងវងមនុស្សទូលទៅគាត់ឆ្លើយថាលោកគ្រូអើយខ្ញុំបាននាំកូនខ្ញុំមកឯលោកព្រោះវាមានអារៈកោចូលកូនគាត់តាមពីកើតមកវាកោអត់ចេះនិយាយហ្នឹងអញ្ចឹងមកគាត់ថាមានអារៈកោចូលតោះទៅទៀតដល់ហើយចឹងទៅបងបិទសលេងហ៎បងណាបងបានចូលមកបិទសលេងចាឡៃខូហ្នឹងហើយនេះខ្ញុំកំពុងនិយាយកន្លែងនេះបងស្ដាប់ខនេះត្រូវល្អព្រះអង្គម្នាក់មួយនោះគាត់មានកូននោះមានបុរសម្នាក់នៅក្នុងវងមនុស្សទូលកាត់ឆ្លើយថាលោកគ្រូអើយខ្ញុំបាននាំកូនខ្ញុំមកឯលោកព្រោះវាមានអារៈកោចូលអារៈកោនឹងចូលកូនគាត់ធ្វើឲ្យកូនគាត់អត់ចេះនិយាយណាចាហើយឥឡូវមកដល់ខ18ព្រះអង្គថានៅកន្លែងណាដែលគាត់និយាយថានៅកន្លែងណាដែលអារៈវាជន់ម្ដងនោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំងវាបែកពពុះមាត់ព្រមទាំងសង្កៀតថ្មិញហើយចេះតែហេវទៅខ្ញុំបានសូមពួកសិស្សលោកឲ្យដេញអារៈនោះដែរតែគេពុំអាចនឹងដេញចេញបានទេណាឃើញទេសិស្សព្រះយេស៊ូវដេញអត់ចេញទេអញ្ចឹងបានគាត់រត់មករកព្រះយេស៊ូវផ្ទាល់ទ្រង់មានបន្ទូលឆ្លើយថាអោដំណរមនុស្សដែលមិនជឿអើយសិស្សព្រះអង្គទាំងបើមកនឹងបែកជឿមិនបាននឹងជឿ 100% ដែរហ្នឹងវានៅជឿតិចហ្នឹងបានព្រះអង្គប្រាប់ថាអញ្ចឹងអោពូដំណរអ្នកមិនជឿអើយតើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណាតើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀតចូលនាំវាមកឯខ្ញុំគេក៏នាំវាទៅកាលវាឃើញទ្រង់នោះស្រាប់តែអារៈជន់វាឲ្យប្រកាច់ដួលននាលនៅដីទាំងបែកពពុះមាត់អញ្ចឹងពេលណាយើងអធិដ្ឋានឲ្យអ្នកណាមួយហើយអ្នកនោះកាន់តែខ្លាំងឡើងកុំភ័យកុំស្លុតឲ្យសោះពីព្រោះវាកំពុងតែចង់ប្រកាច់រកផ្លូវចេញទេអារៈនឹងវាប្រកាច់ដើម្បីរកផ្លូវចេញពីអ្នកជំងឺហ្នឹងឯងចឹងពេលណាយើងអធិដ្ឋានទៅអូអ្នកជំងឺនឹងពិបាកណាស់អូយពិបាកណាស់អូថប់ទាំងហើមណាស់អូយដៃខ្យល់ហើយកុំឲ្យភ័យ
ដាច់ខ្យល់មិនមែនដាច់ខ្យល់មនុស្សទេគឺដាច់ខ្យល់អារៈទេចា thank you សត្វដដកុំវិញ thank you very much ហ្នឹងហើយហើយអញ្ចឹងបានថាកុំភ័យពេលណាយើងអធិដ្ឋានអ្នកជំងឺនោះកាន់តែបាក់ឡើងកាន់តែអធិដ្ឋានឡើងដេញពីព្រោះព្រះអង្គបានប្រាប់ហើយក្នុងខកពីនេះគេនាំមកពេលឃើញទ្រង់នោះស្រាប់តែអារៈនោះជន់វាឲ្យប្រកាច់ដួលននីលនៅដីទាំងបែកពពុះមាត់ខបន្ទាប់ទៀតបងណាទ្រង់មានបន្ទូលសួរឪពុកថាវាបានឈឺដូច្នេះជាយូរប៉ុណ្ណាមកហើយគាត់ទូលឆ្លើយថាតាំងតែពីតូចមកចឹងបានថាតាំងតែពីកើតមកហើយចង់មានន័យចឹងចុះណាចាជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយក៏ខឹងគាត់ដែរដូចពិបាកពេកបាក់ចំបាក់អីចឹងគាត់បោះចូលក្នុងភ្លើងបោះចូលក្នុងទឹកណាដើម្បីនឹងបំផ្លាញវាទៅប៉ុន្តែបើលោកអាចនឹងជួយបាននោះសូមអាណិតមេត្តាជួយយើងខ្ញុំផងគាត់ពិបាកពេកទៅហើយតាំងពីក្មេងមកមើលកូននឹងវាចិត្តប្រកាច់ចិត្តឈួតចិត្តធ្លាក់ទឹកធ្លាក់ភ្លើងអីរហូតនោះគាត់ពិបាកគាត់ដែរណាមែនទេឥឡូវមកវល់ព្រះយេស៊ូវដល់ហើយណាព្រះយេស៊ូវឆ្លើយវិញថាខ23ដែលខយើងកំពុងតែអាននេះណាចាព្រះយេស៊ូវមានបន្ទូលទៅគាត់ថាបើអាចនឹងជឿបាននោះទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿឃើញទេអញ្ចឹងបានន័យថាយើងជឿទៅវានឹងបានសម្រេចហើយរូបកាយយើងនេះវានឹងទ្រុឌទ្រោមទៅមែនតែអាឈឺគឺឈឺវិញ្ញាណទេអញ្ចឹងបានជាអារៈវាមករករឿងវិញ្ញាណយើងទេតែវិញ្ញាណយើងចេញផុតទៅរូបកាយនឹងវាលែងឈឺអញ្ចឹងពេលណាគ្រប់ទាំងជំងឺគឺសិតតាមកពីអារៈទេកុំថាចាស់ជរាបានឈឺអញ្ចឹងមែនទេព្រះអង្គចាត់សិស្សព្រះអង្គទាំងមកហៅ70នាក់មកហាក់ចេញមកគូទៅឲ្យប្រុសជំងឺចាស់ជរានឹងដេញអារៈឃើញទេយើងអត់មានឈឺចាស់ជរាទេអញ្ចឹងអាចាស់ជរានឹងអាវិញ្ញាណនឹងទេវាមកប៉ះពាល់វិញ្ញាណយើងអញ្ចឹងបានជាពេលដែលវិញ្ញាណយើងចេញទៅនឹងទៅអារូបកាយនឹងវាទៅជាផេះវាទៅជាដីវាទៅជាអីនឹងវិញរូបកាយនឹងអត់ចេះឈឺទេអញ្ចឹងឈឺវិញ្ញាណបើសិនណាជាអត់មានវិញ្ញាណមកប៉ះនឹងវិញ្ញាណយើងអត់ឈឺទេចាប់ជាប់កន្លែងហ្នឹងមួយណាចាអញ្ចឹងបានព្រះអង្គដេញចាប់កូនសិស្សព្រះអង្គទៅមកគូប្រុសទាំងចាស់ជរាជំងឺចាស់ជរាប្រុសឲ្យចេញអស់អារៈវាមកប៉ះពាល់យើងឲ្យឈឺទេបើអត់មានអារៈមកប៉ះពាល់យើងអត់ឈឺទេយើងចេញពីរូបកាយហ្នឹងទៅដោយស្រួលទៅដោយញញឹមទេណាអ្នកខ្លះគេចេញពីរូបកាយទៅទាំងញញឹមដឹងទាំងពេលទៀតណាថានេះឡើពេលថ្ងៃអាសៀលនេះខ្ញុំទៅណាហើយគេក៏ដេកទៅត្មងឃើញទេដោយសារវាអត់មានអារៈណាមកប៉ះវិញ្ញាណគេឲ្យគេឈឺពិបាកវេទនាប្រកិនអីទេចាអរគុណបងដល់ពេលខ24ខ្ញុំអានច្រើននេះស្រាប់តែឪពុករបស់កូននោះក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថាខ្ញុំជឿហើយលោកម្ចាស់អើយសូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផងហើយគាត់អត់បានដឹងថាតើគាត់ខ្វះនៅកន្លែងណាសេចក្តីជំនឿរាល់ថ្ងៃនេះយើងជឿរាល់ថ្ងៃយើងអត់ដឹងថាសេចក្តីជំនឿយើងនឹងវាគ្រប់គ្រាន់ហើយឬនៅក៏វាខ្វះហេអញ្ចឹងយើងសូមព្រះអង្គរាល់ថ្ងៃខ្ញុំតែងអធិដ្ឋានសូមព្រះអង្គឲ្យប្រទានឲ្យមានសេចក្តីជំនឿដល់កូនព្រះអង្គទាំងអស់គ្នាថ្ងៃនេះលើសពីម្សិលមិញថែមទៀតក្រែងលោថ្ងៃហ្នឹងយើងជឿវាមិនបានគ្រប់គ្រាន់អញ្ចឹងណាចាឲ្យសូមព្រះអង្គឲ្យបន្ថែមសេចក្តីជំនឿយើងថ្ងៃនេះលើសពីម្សិលមិញថែមទៀតអញ្ចឹងដូចជាឪពុកកូននេះនឹងប្រាប់ថាខ្ញុំជឿហើយលោកម្ចាស់អើយសូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផងឲ្យបំពេញគាត់ផងដល់ហើយខបន្ទាប់ទៀតអង្គថាការព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មកនោះទ្រង់កំហែងណាកុំថាព្រះអង្គផ្អែមព្រះអង្គមានពេលកំហែងណែណាកំហែងប្រនោះទ្រង់កំហែងទៅអារៈអាសោចថាណែអារៈកោថ្លង់អើយអញបង្គាប់ឯងចេញពីវាទៅកុំឲ្យចូលវាទៀតឡើយអញ្ចឹងបានយើងអធិដ្ឋានបដិញ្ញអារៈហែងទៅអត់ត្រឡប់មកវិញទេ
ក្នុងព្រះនាមព្រះយេស៊ូវឲ្យបង្គាប់បញ្ជាឲ្យចេញទៅអត់ត្រឡប់មកវិញព្រះអង្គប្រាប់ថាឲ្យចេញពីកូននេះទៅចាដល់ពេលហើយខបន្តទៀតវាក៏ស្រែកឡើងទាំងជន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំងរួចក៏ចេញទៅហើយអញ្ចឹងបានថាអធិដ្ឋានឲ្យអ្នកជំងឺបើអ្នកជំងឺនឹងកាន់តែប្រកាច់ខែមទៀតកុំភ័យកុំតាក់កុំស្លុតដាក់ថែមទៅទៀតព្រះបន្ទូលព្រះអង្គដេញបន្ថែមទៀតទៅព្រោះវាចិត្តប្រកាច់នឹងប្រកាច់អាវិញ្ញាណនោះទេមិនមែនប្រកាច់មនុស្សទេណាមនុស្សនឹងអត់អីទេវិញ្ញាណយើងព្រះស្រឡាញ់ណាស់តែព្រះអង្គអ្នកបណ្ដេញអាវិញ្ញាណនៃសេចក្តីងឹតនោះវាប្រកាច់ចង់ដាច់ខ្យល់ហ្មងចាគុំថ្នមវាបណ្ដេញឲ្យវាទៅបើចង់ដាច់ខ្យល់វាដាច់ខ្យល់ទៅភ្លាមមើលមិនមែនដាច់ខ្យល់យើងទេគឺដាច់ខ្យល់អារៈទេវាក៏ស្រែកឡើងវាស្រែកសម្លុតទៅព្រះវាក៏ស្រែកឡើងទាំងជន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំងរួចក៏ចេញទៅក្មេងនោះត្រឡប់ដូចជាស្លាប់ពេលចេញទៅបាត់ឈឹងដល់ម្លេះបានជាមនុស្សជាច្រើនបានថាវាស្លាប់ហើយណាឃើញទេឃើញពេលយើងអធិដ្ឋានទៅអ្នកជំងឺនឹងស្រែកប្រកិនថាប្រវាក់ណាស់បាក់ណាស់អីដល់ឲ្យអ្នកណាខ្លាចលែងហ៊ានអធិដ្ឋានអាវិញ្ញាណនឹងវានៅនឹងដដែលហ្នឹងវាមិនតាណាដល់ពេលវាចេញប្រុចទៅវាទៅជាមនុស្សនឹងស្លាប់ដូចជាដាច់ខ្យល់បាត់ហើយតែដល់ពេលហើយទៅទៀតទៅខុសបន្តទៀតប៉ុន្តែព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើងហើយវាក៏ក្រោកឈរឃើញទេលុះទ្រង់បានយាងចូលទៅក្នុងផ្ទះនោះពួកសិស្សទូលសួរថាដោយឡែកថាហេតុអ្វីបានជាយើងខ្ញុំដេញអារៈនេះពុំបានចុះព្រះអង្គឆ្ងល់ព្រះអង្គពីល្ងាចថាពីមុននោះព្រះអង្គថាអ្នកជំនឿតិចអើយតែយើងជំនឿតិចពេកជំនឿព្រះអង្គប្រាជំនឿប៉ុនតែគ្រាប់ល្ងណាម៉ាស្ទ័រស៊ីនវាស្ទូចទៅម៉ាស្ទ័រស៊ីននេះគ្រាប់ល្ងហ្នឹងត្មងនេះស៊ីតាមីនស៊ីននេះបើជំនឿប៉ុនតែគ្រាប់ល្ងអាចអាចបញ្ជាភ្នំឲ្យធ្លាក់ទឹកសមុទ្របានអាភ្នំហ្នឹងមានថាសេចក្តីទុកលំបាកក្នុងយើងហ្នឹងក្នុងក្រុមគ្រួសារយើងហ្នឹងអាហ្នឹងជាភ្នំអាចបញ្ជាភ្នំហើយអញ្ចឹងព្រះអង្គថាសេចក្តីជំនឿនៅណាអត់មានជំនឿតិចសោះបើមានជំនឿតែប៉ុណ្្នឹងគ្រាប់ល្ងនឹងដេញនឹងរើភ្នំចេញបានឥឡូវព្រះអង្គប្រាប់នេះទ្រង់មានបន្ទូលថាដែលនឹងដេញអារៈបែបយ៉ាងនេះបាននោះគឺដោយសារតែអធិដ្ឋានហើយតមអត់ទេពេលណាយើងតមអត់ចូលទៅអធិដ្ឋានយើងអធិដ្ឋានទៅអំណាចខ្លាំងណាស់អំណាចដែលព្រះអង្គប្រទានឲ្យខ្លាំងណាស់អារៈនឹងរត់ដោយសារអីដោយសារយើងមានសេចក្តីជំនឿយើងជឿថាយើងនឹងចូលទៅឯព្រះតមអាហារនេះគឺនឹងមានអំណាចយើងនឹងមានអំណាចមកហើយចាព្រះអង្គនឹងឲ្យអំណាចមកដេញអញ្ចឹងបានព្រះអង្គថាអារៈខ្លះតលតែតមអត់ហើយអធិដ្ឋានបានវិចេញអរគុណព្រះអង្គអញ្ចឹងឥឡូវយល់បានថែមទៀតហើយអញ្ចឹងតោះទៅដល់សាវលីរ៉ូមចំពុក4ខ18ទៅ24រ៉ូមពុក4រ៉ូមពុក4ខ19 18ចា18ទៅ24ចាសមត្ថការលោកអស់ពីសង្ឃឹមហើយនោះក៏ចេះតែជឿដោយសង្ឃឹមវិញដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសជាច្រើនដូចជាសេចក្តីដែលមានបន្ទូលមកថាពូជឯងនឹងបានដូច្នោះហើយដោយព្រោះលោកមិនបានខ្សោយសេចក្តីជំនឿបានជាលោកមិនគិតពីរូបកាយលោកដែលរាប់ដូចជាស្លាប់ដោយមានអាយុប្រហែល100ឆ្នាំហើយពីផ្ទៃសារ៉ាដែលរាប់ដូចជាស្លាប់ដែលនោះទេលោកក៏មិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះដោយចិត្តមិនជឿឡើយគឺរឹតតែមានសេចក្តីជំនឿខ្លាំងឡើងទាំងសរសើរដំកើងដល់ព្រះវិញហើយក៏ជឿជាក់អស់ពីចិត្តថាសេចក្តីអ្វីដែលទ្រង់សន្យានោះអាចនឹងធ្វើឲ្យបានសម្រេចបានហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោកទុកជាសេចក្តីសុចរិតដល់លោកប៉ុន្តែដែលថាបានរាប់ដល់លោកដូច្នេះនោះមិនចែងទុកមកសម្រាប់លោកតែឯងទេគឺសម្រាប់យើងរាល់គ្នា
សេចក្តីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នាជាពួកអ្នកជឿដល់ព្រះអង្គដែលទ្រង់ប្រោសព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាឲ្យរស់ពីស្លាប់ឡើងវិញអាមែន អាមែនអរគុណបងសំព្រះទានពរបងសៅលីចានេះជាគំរូនៃសេចក្តីជំនឿមួយគឺលោកអាប់រ៉ាហាំជាអ្នកដែលជឿទោះបីតែរូបកាយគាត់យ៉ាងណាក៏ដោយក៏ជឿអញ្ចឹងបានជាព្រះអង្គប្រាប់ថានៅខមួយនោះនេះខក្រោមមកនេះយើងអានទៅប៉ះសេចក្តីសន្យានេះចឹងណាហើយក៏ជឿជាក់អស់ពីចិត្តថាសេចក្តីអ្វីដែលទ្រង់សន្យានោះអាចនឹងធ្វើឲ្យបានសម្រេចចូលឥឡូវទ្រង់សន្យាមួយយើងអីខ្លះទ្រង់សន្យានៅនេះខមណាំងចំពោះ23 24នេះ23ចំពោះ23ខ24 25ព្រះអង្គមានទូថាចូលឲ្យឯងគោរពប្រណិប័តដល់ព្រះយេហូវ៉ានោះទ្រង់នឹងប្រទានពរដល់អាហារនិងទឹករបស់ឯងហើយអញនឹងដកយកអស់គ្រប់ទាំងជំងឺរោគាចេញពីពួកឯងរាល់គ្នាអញ្ចឹងបើបរិយាសន្យារបស់ព្រះថាអញ្ចឹងគឺនឹងកើតឡើងហើយតែតលតែយើងធ្វើអីគេតើយើងមានសេចក្តីជំនឿជឿលើព្រះអង្គហើយព្រះអង្គប្រាប់ថាឲ្យយើងកោតខ្លាចដល់ព្រះទៅគោរពកោតខ្លាចដល់ព្រះអង្គនឹងសន្យាថានឹងប្រោសជំងឺយើងឲ្យជាអញ្ចឹងឥឡូវយើងដាក់ចិត្តអញ្ចឹងទៅលឹងតួព្រះអង្គហើយបើកូនអត់មានសេចក្តីកោតខ្លាចព្រះអង្គចំពោះកន្លែងណាមួយសូមព្រះអង្គប្រាប់កូនឲ្យកូនបានដឹងថាសេចក្តីនោះហើយដែលជាសេចក្តីមិនកោតខ្លាចព្រះអញ្ចឹងឥឡូវព្រះអង្គបំពេញឲ្យកូនបានចេះកោតខ្លាចព្រះអង្គមកហើយជួយកូនផងបើកូនខ្វះសេចក្តីជំនឿឲ្យកូនបានពេញដោយសេចក្តីជំនឿលន់តួព្រះអង្គឲ្យអស់ពីចិត្តហើយសន្យាថាព្រះអង្គមើលព្រះអង្គថាបើខ្ញុំកោតខ្លាចដល់ព្រះអង្គនោះព្រះអង្គនឹងប្រទានពរដល់អាហារនិងទឹករបស់ខ្ញុំពេលញ៉ាំទៅទោះបីជាតិពុលក៏អត់ពុលដែរនៅម៉ាកុសចំពុះ16ខ17ថាទោះបីយើងផឹកអ្វីពុលក៏មិនអន្តរាយដល់យើងដែរអញ្ចឹងយើងលើកខនឹងមកទៀតអូព្រះអង្គសន្យាថាប្រទានពរអាហារដល់ខ្ញុំទោះបីអាហារនេះគេដាក់គីមីឡើងពពុះស្គល់យ៉ាងណាក៏ដោយតែបើខ្ញុំញ៉ាំទៅចូលក្នុងពោះខ្ញុំគឺព្រះអង្គនឹងប្រទានពរឲ្យអាហារហ្នឹងគឺអត់មានជាតិពុលទេយើងញ៉ាំទៅវាទៅជាល្អឡើងវិញអញ្ចឹងហើយដល់ហើយអញ្ចឹងទៅព្រះអង្គសន្យាទៀតថាអញនឹងដកយកអស់គ្រប់ទាំងជំងឺរោគាចេញពីពួកឯងរាល់គ្នាអញ្ចឹងយើងប្រាប់អង្គទៅទៀតទៅថាឥឡូវបើកូនខ្វះសេចក្តីជំនឿខ្វះសេចក្តីគ្រប់កោតខ្លាចព្រះអង្គឲ្យកូនសុំទោសឲ្យកូនសុំទោសឲ្យប្រាប់កូនផងឲ្យកូនបានដឹងឲ្យកូនបានគិតកាយចេញហើយកូននឹងបានទទួលសេចក្តីសន្យាហើយសេចក្តីសន្យារបស់ទ្រង់សន្យានោះព្រះអង្គនឹងធ្វើសម្រេចយកខហ្នឹងមកអធិដ្ឋាននិយាយជាមួយព្រះអង្គនិយាយដោយលន់តួនិយាយដោយកោតខ្លាចនិយាយដោយគោរពមិនមែននិយាយថាព្រះអង្គឯងណាអត់ប្រទានពរឲ្យខ្ញុំទេកុំនិយាយប្រហើនអញ្ចឹងណានិយាយដោយគោរពកោតខ្លាចដល់ព្រះនេះព្រះអង្គមានទូលថាអញ្ចឹងរឿងណាទូរស័ព្ទអ៊ំហុញបែរអស់ថ្មដែរមើលទៅបានហេថ្មនៅតែចិត្តតែលុបអរគុណព្រះអង្គចាអញ្ចឹងនៅកាពីនេះព្រះអង្គគាត់ប្រាប់អើយអ្នកណាគេធ្វើអីទៀតលូតមកច្រើនខ្ញុំមិនដឹងទេណាពីខ18តើខ18 19ខ្ញុំបាច់និយាយទេពីព្រោះអាប់រ៉ាហាំគាត់ជឿនឹងសេចក្តីសន្យាទោះបីរូបគាត់មើលទៅថាវាមិនគួរកូននៅតែជឿដែរឃើញទេធម្មតាមនុស្សយើងបើស្ត្រីទេតើនៅមានរដូវបានអាចមានកូនមែនទេតែដល់ពេលសេរាអាយុឡើង100ឆ្នាំហើយធ្វើមានរដូវអស់ក្នុងរដូវហើយតែគាត់នៅតែជឿថាព្រះអង្គសន្យាថាឲ្យមានកូនច្បាស់ជាមានកូនណានៅតែជឿអញ្ចឹងបាននៅខ18 19នេះថាទោះបីរូបកាយគាត់យ៉ាងណាក៏ដោយក៏គាត់នៅតែជឿសេចក្តីសន្យាដល់ទ្រង់ថានឹងឲ្យកូនគាត់នឹងមានកូនណាអញ្ចឹងហើយបានជាខមិញដែលខ្ញុំអាននេះថាហើយក៏ជឿជាក់ណាចិត្តគាត់ណាចិត្តរបស់អាប់រ៉ាហាំហ្នឹងហើយក៏ជឿជាក់អស់ពីចិត្តសេចក្តីអ្វីដែលទ្រង់សន្យានោះនឹងធ្វើឲ្យសម្រេចបានចិត្តយើងជឿអីបានហ្នឹងហើយចិត្តជឿថាព្រះអង្គដោះអាចជំងឺចេញអស់វានឹងចេញហើយវាទៅចេញហើយចាហ
ហើយបើជំងឺបាក់ដៃបាក់ជើងហ្នឹងយើងគួរទៅពេទ្យទៅឲ្យគេតម្រង់ឲ្យគេតឲ្យគេដាក់ដែកឲ្យទៅអញ្ចឹងណាអានេះវាបាក់ដៃបាក់ជើងខបន្តទៀតហេតុនោះបានជារាប់សេចក្តីជំនឿរបស់លោកទុកជាសេចក្តីសុចរិតដល់លោកឃើញអាសេចក្តីសុចរិតរបស់យើងនេះគឺដោយសារការជឿយើងជឿដល់ព្រះនាមព្រះយេស៊ូវព្រះអង្គប្រទានឲ្យយើងជាអ្នកដែលអត់មានបាបទេគឺសុចរិតហើយកន្លែងនេះសេចក្តីជំនឿជារាប់ឲ្យលោកបានសុចរិតអញ្ចឹងយើងរាល់ថ្ងៃយើងជឿព្រះអង្គយើងបានសុចរិតនៅចំពោះទ្រង់លោកីគេថាយើងអត់សុចរិតតែព្រះអង្គមើលមកយើងថាសុចរិតដោយសារសេចក្តីជំនឿរបស់យើងនៅណារោម10សេចក្តីជំនឿជាសុចរិតតែមាត់ដែលទទួលថ្លែងប្រាប់មកទេបានសង្គ្រោះហ្នឹងបើយើងគ្រាន់តែជឿបានសុចរិតអានឹងស្រេចលើព្រះអង្គប្រោះឲ្យបានសង្គ្រោះបានព្រះអង្គប្រោះឲ្យបានសង្គ្រោះយកដឹងអានឹងការហ្នឹងជាការរបស់ព្រះណាការងាររបស់ព្រះក៏ប៉ុន្តែព្រះអង្គប្រាប់នៅរ៉ូមចំពុក10ខ10សេចក្តីជំនឿហើយតមាត់ទទួលថ្លែងប្រាប់តែទៅមើលមួយខ្ញុំតិចអញ្ចឹងកុំឲ្យថាខ្ញុំជឿថារ៉ូម10ត្បិតសេចក្តីសុចរិតដោយមានចិត្តជឿហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់ឃើញទេយើងបានសុចរិតដោយមានចិត្តជឿយើងមានចិត្តជឿលើព្រះនាមព្រះយេស៊ូវយើងនឹងបានសុចរិតព្រះអង្គអត់ទោសបាបឲ្យស្អាតសស្អាតយើងជាអ្នកសុចរិតនៅចំពោះទ្រង់ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់មាត់យើងទទួលថ្លែងប្រាប់គេឲ្យគេបានទទួលជឿព្រះនាមព្រះយេស៊ូវដែរយើងបានសង្គ្រោះទៅចាត់កន្លែងហ្នឹងបើជឿព្រះអត់ប្រាប់គេសោះអត់ដឹងដែរហ្នឹងយើងអត់ហ៊ានថាទេទុកឲ្យព្រះអង្គទៅតែគាត់នៅព្រះបន្ទូលប្រាប់ថាទាល់តែមាត់ទទួលថ្លែងប្រាប់បានយើងបានសង្គ្រោះអញ្ចឹងបានព្រះអង្គដាក់កម្រិតឲ្យអ្នកដែលជឿព្រះត្រូវតែប្រាប់គេមិនមែនជឿព្រះហើយនៅសង្ងំម្នាក់ឯងដូចថាយើងបានរបស់អីមួយមកល្អហើយយើងទុកតែម្នាក់ឯងយើងអត់ចែកគេព្រះអង្គអត់ចង់ឲ្យអញ្ចឹងទេព្រះអង្គឲ្យចង់ឲ្យយើងអ្នកជឿព្រះហ្នឹងមានចិត្តស្រឡាញ់អ្នកដទៃជួយអ្នកដទៃចឹងយើងបានសេចក្តីជំនឿបានសង្គ្រោះទៅឋានសួគ៌យើងត្រូវតែប្រាប់គេពីព្រោះអត់ប្រាប់គេព្រះអង្គថាហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់យើងបានសុចរិតដោយមានចិត្តជឿលើព្រះយេស៊ូវមិនយើងអ្នកប្រព្រឹត្តបានសុចរិតទេណា យើងមិនមែនប្រព្រឹត្តអីបានសុចរិតទេយើងបានសុចរិតដោយមានចិត្តជឿចឹងបានជាព្រះអង្គចង់ឲ្យតកូនព្រះអង្គជឿព្រះអង្គបើមិនជឿមិនគួរប្រហាតីទ្រង់ទេចាអរគុណព្រះអង្គចឹងតោះទៅទៀតខ្ញុំចាលីនដាមកចំពុក5មកកុសចំពុក5ខ34ចាទ្រង់មានបន្ទូលទៅនាងថាកូនស្រីអើយសេចក្តីជំនឿនាងបានជួយសង្គ្រោះនាងហើយចូលទៅឲ្យបានប្រកបដោយសេចក្តីសុខចុះហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅអាមែនចាអរគុណព្រះអង្គនេះព្រះអង្គនិយាយពីស្ត្រីម្នាក់ដែល ដែលធ្លាក់ឈាមពី10ឆ្នាំហើយគាត់ពជ្រៀតគេចូលមកដើម្បីឲ្យតាគាត់ជឿថាគាត់តាប៉ះតាជាយអាវព្រះអង្គគាត់ជាឃើញគាត់ជឿខ្លាំងមែនតើឃើញទេរហូតគាត់ធ្លាក់ឈាម12ឆ្នាំបងប្អូនសម័យមើលតើកម្លាំងគាត់ប៉ុណ្ណាបានប៉ិនចាប់តេតផងដឹងផងទៅនឹងអ្នកធ្លាក់ឈាមឡើងពី10ឆ្នាំហើយមើលអស់លីងគ្រូពេទ្យអស់លុយលីងហើយអស់ទាំងគ្រូពេទ្យទៀតអត់មានគ្រូពេទ្យណាមើលជាទេចាអញ្ចឹងសូមសរសើរដំណើរព្រះអង្គគាត់ចូលបជ្រៀតគេមកហើយជំនាន់នោះគឺស្ត្រីធ្លាក់ឈាមគេអត់ឲ្យមកចិត្តអ្នកណាទាំងអស់អ្នកណាហ៊ានមកចិត្តគេនឹងសឹងតែសម្លាប់ចោលគេសម្លាប់ចោលយើងជាអ្នកដែលស្ត្រីធ្លាក់ឈាមគឺគេចាត់ទុកថាជាមនុស្សមិនស្អាតហើយមកចិត្តគេដឹងគេនឹងសម្លាប់ចោលតែនាងខំបជ្រៀតពួកសិស្សទូលថាទ្រង់ឃើញថាវងមនុស្សបជ្រៀតទ្រង់ដែរម្ដេចឡើយក៏មានបន្ទូលថាអ្នកណាពាល់ទ្រង់ដូច្នេះនាងខំបជ្រៀតគេមកប៉ះជាយអាវទ្រង់មកបន្តិចហ្នឹងហើយក៏នាងបាត់ធ្លាក់ឈាមភ្លាមហើយដល់ហើយព្រះអង្គថាអ្នកណាបជ្រៀតខ្ញុំអ្នកណាប៉ះខ្ញុំដល់សិស្សទ្រង់គេថាសិស្សទ្រង់ថាបើគេបជ្រៀតវងមនុស្សបជ្រៀតទ្រង់យ៉ាងហ្នឹងហើយនៅស្រែកថាអ្នកណាប៉ះមិនវាចង់ថាឲ្យព្រះអង្គវិញហ្នឹងណា
តែដល់ព្រះអង្គប្រាប់ទៅវិញថាខ្ញុំដឹងមានបច្ចេស្តាចេញពីខ្ញុំណាពេលណាយើងមានសេចក្តីជំនឿយើងទៅចូលឲ្យទ្រង់បច្ចេស្តាទ្រង់ចេញមកហើយបើអត់មានសេចក្តីជំនឿកុំថាឡើយគាត់ទៅប៉ះជ័យអាវប៉ះអីបន្តិចហ្នឹងដើរប៉ះព្រះអង្គឡើងជួមស្មាព្រះអង្គអស់គប់គ្មានបច្ចេស្តាណានឹងចេញដែរអញ្ចឹងយើងស្រែកអធិដ្ឋានយ៉ាងណាក៏ដោយបើស្រែកអធិដ្ឋានអត់មានសេចក្តីជំនឿស្រែកបែកពងកគោវាអត់មានផលប្រយោជន៍ដែរតើតែយើងមានសេចក្តីជំនឿប៉ះតែបន្តិចនិយាយតែមួយម៉ាត់ទេនិយាយតែពីរម៉ាត់ទេបច្ចេស្តានឹងចេញមកហើយអញ្ចឹងបានថាព្រះអង្គឲ្យយើងចូលទៅព្រះអង្គចូលដោយវិញ្ញាណនិងសេចក្តីពិតចូលដោយវិញ្ញាណយើងជឿថាទ្រង់មានបច្ចេស្តាថាហើយនឹងព្រះបន្ទូលព្រះអង្គសេចក្តីពិតគឺជាព្រះបន្ទូលព្រះអង្គយកព្រះបន្ទូលព្រះអង្គមកសន្យាតែលើកបប្រុសជំងឺទេលើកនៅដែលថាព្រះអង្គថាឲ្យយើងគោរពព្រះអង្គទៅព្រះអង្គនឹងដកជំងឺចេញហើយយើងលើកខអញ្ចឹងទៅហើយយើងលើកខណាទៀតខមកកុសអីចឹងទៅថាព្រះអង្គប្រាប់ថាព្រះអង្គនឹងប្រទានអំណាចដល់កូនទ្រង់ដល់អ្នកណាដែលជឿទ្រង់យកខនឹងមកទៅអញ្ចឹងបានព្រះអង្គថាចូលទៅព្រះគឺចូលដោយវិញ្ញាណនិងសេចក្តីពិតយើងចំណិតយើងវិញ្ញាណយើងជឿហើយនឹងព្រះបន្ទូលព្រះអង្គបានហើយដល់ខបន្ទាប់នេះព្រះអង្គថាឯស្ត្រីនោះនាងដឹងការដែលនាងកើតមកក្នុងខ្លួនហើយក៏មកទាំងភ័យញ័រពីព្រោះនាងជាអ្នកធ្លាក់ឈាមហើយមកគេដឹងថានាងមនុស្សទៅធ្លាក់ឈាមមនុស្សដែលអីគេកក្រិចមកប៉ះគេវាត្រូវស្លាប់មកតែនាងមកទាំងភ័យញ័រទម្លាក់ខ្លួនក្រាបចុះចំពោះទ្រង់ទូលប្រាប់ត្រង់ទាំងអស់ ប្រាប់ត្រង់ថានាងបានជាហើយថាស្អីចឹងណាតែព្រះអង្គក្នុងនេះអត់បានព្រះអង្គថាដល់ពេលខបន្ទាប់ទៀត34ទ្រង់មានបន្ទូលទៅនាងថាកូនស្រីអើយសេចក្តីជំនឿនាងបានជួយសង្គ្រោះនាងហើយចូលទៅឲ្យបានប្រកបដោយសេចក្តីសុខចុះហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅធ្លាក់ឈាម12ឆ្នាំដែលស្រួលអីបងប្អូនវេទនាណាចាវេទនាណាមើលយើងមិនបាច់មកអីគាត់មករដូវតែ3ថ្ងៃហ្នឹងខ្លះមុខស្អួយខ្លះមុខអមរីកមែនទេចាហើយគ្នាធ្លាក់ឡើង12ឆ្នាំហើយតើវេទនាប៉ុណ្ណាឥឡូវព្រះអង្គថាសេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយចូលទៅដោយប្រកបដោយសេចក្តីសុខចោះនាងបានរួចពីសេចក្តីវេទនារបស់នាងហើយអរគុណព្រះអង្គថ្វាយស្រីល្អដល់ទ្រង់ចានេះជាព្រះបន្ទូលដែលព្រះអង្គចង់ប្រាប់កូនព្រះអង្គគឺយើងទាំងអស់គ្នាមានការអីទូទៅព្រះយើងអស់ចាណាគ្មានអ្វីដែលទ្រង់ធ្វើមិនបាននោះគ្មានសោះឡើយមែនទេអង្គប្រាប់ថាចឹងតទៅយូហានចំពោះ4ខ48ទៅ50អាស្រ័យឡប់ទៅយូហានវិញបងកឡុសអីហ្នឹងដាច់បាត់អស់ហើយទេដឹងអាស្រ័យអីយូហានចំពោះ4ខ48 4:48អានជូនហើយ អានទៅចឹងអានទៅទៀតខ្ញុំគ្មានពេលហៅគាត់ទេទូរស័ព្ទខ្ញុំក៏រករឿងផងអីផងចាមកខតែទៅអូណូម្ចាស់គេបើកហើយបាទនេះរត់មិនឃើញទីសម្បត្តិមិនអត់ចានោះមិនគ្រប់ទេតែ9នេះមកបើកបិទសលេងវិញខ្ញុំទ្រង់ថាលោកម្ចាស់ទៅចុះទៅជាប្រដាប់ក្រែងចាំស្ដាប់ចាគាត់ព្រះយេស៊ូវទៅលោកថាទៅចុះកូនលោកនឹងទៅទេលោកក៏បន្ទូលនៅយេស៊ូវហើយចេញទៅអាមែនអរគុណគុណព្រះអង្គបិទសលេងវិញចុះសូមព្រះប្រទានពរចាហ្នឹងហើយព្រះអង្គមានបន្ទូលពីខ48តើព្រះអង្គថាព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថាបើអ្នករាល់គ្នាមិនឃើញទីសម្គាល់នឹងការអស្ចារ្យនោះមិនព្រមជឿទេតែបើព្រះវិញព្រះអង្គប្រាប់ថាឲ្យយើងមានសេចក្តីជំនឿទៅយើងនឹងឃើញសេរីល្អរបស់ព្រះហើយដល់ពេលយើងវិញអត់ទេតោះតែឃើញសេរីល្អសិនបានជឿ
វាផ្ទុយគ្នាអញ្ចឹងបានព្រះអង្គប្រាប់ថាអាការដែលយើងដើរដោយសាច់ឈាមហ្នឹងណាវាទាស់ប្រតឹងនឹងព្រះវិញ្ញាណដឹកនាំបើព្រះវិញ្ញាណដឹកនាំព្រះអង្គចង់ឲ្យយើងបានជឿសិនទៅនឹងឃើញការអស្ចារ្យដល់ពេលសាច់ឈាមអត់ទេបង្ហាញសិនមកឃើញសិនសាច់ឈាមវាចង់បានតែមើលឃើញហ្នឹងព្រះអង្គថាអត់គួរប្រហាតីព្រះអង្គទេបើយើងចូលទៅឯព្រះត្រូវតែជឿថាមានព្រះនឹងធ្វើការអស្ចារ្យស្អីសពគ្រប់បែបយ៉ាងហ្នឹងហើយយើងនឹងបានហើយចានេះខនេះព្រះអង្គថាព្រះយេស៊ូវមានបន្ទូលទៅលោកថាបើអ្នករាល់គ្នាមិនឃើញទីសម្គាល់នឹងការអស្ចារ្យនោះមិនព្រមជឿទេឥឡូវនេះកូនព្រះអង្គរាល់ថ្ងៃនេះតើឃើញការអស្ចារ្យមិនចាប់ផ្ដើមឯងណារត់ចូលមកចាអត់ព្រមជឿសិនឲ្យឃើញការអស្ចារ្យតើឃើញការអស្ចារ្យអីមួយមកតាំងបានចូលមកចិត្តព្រះអង្គតិចហ្នឹងនេះជាព្រះបន្ទូលប្រាប់ហើយថាកុំឲ្យធ្វើដូច្នេះឡើយដល់ពេលហើយខបន្ទាប់ទៀតនាម៉ឺននោះទូលទ្រង់ថាលោកម្ចាស់សូមអញ្ជើញចុះទៅជាប្រញាប់ក្រែងកូនខ្ញុំស្លាប់ណែបញ្ជាព្រះទៀតយើងរត់ថ្ងៃចឹងដែរព្រះអង្គអើយប្រោះមកព្រះអង្គអើយប្រោះមកព្រះអង្គអើយស្រែកទទូចសុំទៅព្រះអង្គប្រាប់ឲ្យថាកុំឲ្យយើងនិយាយពាក្យដដែលពីព្រោះទ្រង់មិនមែនថ្លង់ទេជីអញអត់ថ្លង់ទេដៃអញក៏អត់រួញខ្លីដែរដែលថាជួយមិនកើតនោះណាអេសាយ59ខ1ខ2ទៅជាអញក៏អត់ថ្លង់ដៃអញក៏មិនរួញខ្លីដែលជួយឯងមិនកើតនោះទេតែការដែលអញមិនជួយពីព្រោះមកពីមានអំពើបាបបាំងជាកណ្ដាលឯងហើយនឹងអញនេះបងថាអញ្ចឹងចាមែនទេអញ្ចឹងព្រះបន្ទូលព្រះអង្គប្រាប់អញ្ចឹងយើងយកព្រះបន្ទូលហ្នឹងមកស៊ើបមើលក្នុងចិត្តយើងមើលយើងមានស្អីនៅបាំងដែលយើងអធិដ្ឋានទៅព្រះអង្គវានៅតាក់ហ្នឹងវានៅតាក់ព្រះអង្គថាអំពើបាបវានៅបាំងជាកណ្ដាលអញ្ចឹងបានជាយើងចូលទៅឲ្យព្រះអង្គទៅលន់តួទៅព្រះអង្គអើយកូនសុំទោសកូនធ្វើអ្វីខុសនឹងដោយកូនអត់ដឹងហើយបើដឹងហើយនៅតែធ្វើខុសទៀតអានោះមិនបាច់សុំទោសព្រះអង្គទេបើដឹងហើយនៅប្រព្រឹត្តនោះព្រះអង្គថាបើចូលមកព្រះដឹងពីបច្ចេស្តាទ្រង់ដឹងពីអំណាចព្រះអង្គដឹងពីស្អីសពគ្រប់អស់ហើយយើងនៅតែធ្វើអាការងងើមុខព្រះអង្គទៀតព្រះអង្គថាអានឹងដូចជាយកព្រះទៅឆ្កាងម្ដងទៀតព្រះអង្គអត់ទៅឆ្កាងចំពោះអ្នកណាម្ដងទៀតទេព្រះអង្គឆ្កាងតែម្ដងជាការស្រេចអាការអ្វីដែលយើងធ្វើមិនដឹងអានោះព្រះអង្គអត់ទោសឲ្យតែបើដឹងហើយនៅតែធ្វើព្រះអង្គអត់ទោសឲ្យទេកុំជោហក់ទៅធ្វើហើយរត់មកសុំទោសហក់ទៅធ្វើហើយរត់មកសុំទោសវាបានអ្នកដែលគេអត់ជឿគេឌីលទៀតណោះគេថាពួកមេយេស៊ូវាអាងព្រះវាអត់ទោសឲ្យវាធ្វើបាបអាក្រក់ណាស់ហើយវារត់ទៅព្រះវាសុំទោសវិញឃើញទេបានសេចក្តីដំណៀលទៀតកន្លែងហ្នឹងដែលថាព្រះអង្គថាកុំឲ្យយកព្រះនាមទ្រង់ជាអាសាឥតការយកព្រះនាមទ្រង់ជាអាសាឥតការឲ្យគេឌីលកូនព្រះអង្គជាកូនជាអ្នកដែលសុចរិតជាអ្នកដែលគ្រប់លក្ខជាអ្នកដែលគ្មានកន្លែងបន្ទោសជាអ្នកដែលធ្វើការល្អគ្រប់ចម្ពោះស្រាប់តែធ្វើការអាក្រក់បានន័យថាយើងយកព្រះនាមទ្រង់ជាអាសាឥតការហើយទៅលក់ព្រះនាមទ្រង់ហើយអរគុណព្រះអង្គចង់តោះចូលមកយើងទៀតឃើញគាត់ទៅបញ្ជាព្រះយេស៊ូវទៅលឿនកូនខ្ញុំងាប់ឥឡូវហើយព្រមមកលឿនយើងចឹងដែរបើយើងជឿព្រះយើងបញ្ជាព្រះអញ្ចឹងណាយើងនឹងបានលទ្ធផលយើងហើយឃើញអ្នកនិមឺនឹងម្នាក់ហ្នឹងគេគាត់ទៅបញ្ជាព្រះហ៎និមឺនោះទូលទ្រង់ថាលោកម្ចាស់សូមអញ្ជើញចុះទៅជាប្រញាប់ក្រែងកូនខ្ញុំស្លាប់អីចឹងយើងត្រូវប្រយ័ត្នដែរពេលដែលយើងអធិដ្ឋានរាល់ថ្ងៃនេះយើងមិនមែនអធិដ្ឋានទៅស្រែកសម្លុតព្រះទេយើងមិនមែនអ្នកបញ្ជាព្រះទេយើងមានតែការចូលលន់តួសុំទោសព្រះអង្គកន្លែងណាដែលយើងធ្វើខុសមិនគួរប្រហាតីព្រះអង្គជួយប្រាប់កូនផងកូនអត់ដឹងតែបើយើងដឹងខ្លួនហើយនៅតែប្រព្រឹត្តទៀតអានោះព្រះអង្គមិនអត់ទោសឲ្យទេដឹងខ្លួនហើយនៅប្រព្រឹត្តព្រះអង្គប្រាប់ថាយកមុខព្រះអង្គទៅហាលហើយព្រះអង្គថាព្រះអង្គមកជាប់ឆ្កាងជំនួសយើងតែម្ដងទេអត់មែនយកព្រះអង្គទៅឆ្កាងពីរដងទេអញ្ចឹងបានព្រះអង្គចង់ឲ្យយើងអានគម្ពីរឲ្យច្រើនឲ្យយល់ពីប្រហារតីទ្រង់យើងនឹងឈប់ធ្វើបាបចំពោះទ្រង់ទៀតដែរខបន្ទាប់ទៀត
ព្រះយេស៊ូវមានបន្ទូលទៅលោកថាអញ្ជើញទៅចុះកូនលោកនឹងរស់នៅទេលោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវហើយចេញទៅឥឡូវនេះតើតើព្រះអង្គចេញវិចារមកបានគាត់មានសេចក្តីជំនឿគាត់ចាប់ដើមទុកចិត្តព្រះយេស៊ូវឲ្យគាត់ទៅហើយព្រះអង្គប្រាប់ថាកូននឹងអត់អីទេទៅចោះហើយគាត់ក៏មានជំនឿជឿទៅហើយអរគុណព្រះអង្គនេះជាព្រះអង្គចង់ឲ្យយើងបានព្រោះយើងអត់ដែលឮព្រះបន្ទូលព្រះអង្គអាហ្នឹងយើងធ្វើខុសវាមិនអីណាតែបើយើងឮព្រះបន្ទូលព្រះអង្គដូចជាឥឡូវនេះដែលព្រះយេស៊ូវមានបន្ទូលទៅលោកថាអញ្ជើញទៅចុះកូនលោកនឹងរស់នៅទេលោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវហើយចេញទៅអញ្ចឹងរាល់ថ្ងៃដែលយើងអត់ទាន់ឮព្រះបន្ទូលព្រះអង្គហើយយើងនៅប្រព្រឹត្តខុសហើយដល់ពេលឥឡូវយើងឮព្រះបន្ទូលព្រះអង្គហើយយើងនៅប្រព្រឹត្តខុសទៀតអានោះរឿងធំតែបើយើងអត់ឮព្រះបន្ទូលព្រះអង្គហើយយើងធ្វើខុសហើយឥឡូវយើងឮព្រះបន្ទូលព្រះអង្គហើយយើងឈប់អានឹងព្រះអង្គអត់ទោសឲ្យអញ្ចឹងបើខ្ញុំចែកស្រែថាហ្នឹងណាចាអ្វីដែលយើងអត់ដឹងដូចកាខ្ញុំកាលមុនខ្ញុំអត់ដឹងផលផ្លែនៃព្រះវិញ្ញាណយ៉ាងម៉េចអត់ដឹងផលផ្លែនៃសាច់ឈាមយ៉ាងម៉េចខ្ញុំប្រព្រឹត្តទាំងអស់សាច់ឈាមក៏ប្រព្រឹត្តផលផ្លែខាងព្រះវិញ្ញាណក៏ប្រព្រឹត្តច្បុកច្បល់ដល់ពេលខ្ញុំដឹងបានខ្ញុំកាត់ដាច់មួយណាផលផ្លែសាច់ឈាមមួយណាផលផ្លែព្រះវិញ្ញាណខ្ញុំកាត់ផលផ្លែសាច់ឈាមចេញពីព្រោះព្រះអង្គប្រាប់ថាបើយើងនៅតែដើរដោយសាច់ឈាមនោះយើងមិនអាចគ្រងនគរព្រះទុកជាមរតកទេហើយដល់អញ្ចឹងដល់យើងអត់បានគ្រងនគរព្រះទុកជាមរតកទៅណាមានទៅឋាននរកអញ្ចឹងយើងដឹងយើងឈប់យើងកាត់ចោលអាការដែលផលផ្លែនៃសាច់ឈាមនេះចោលទៅយើងយកតែផលផ្លែនៃព្រះវិញ្ញាណវិញចាដូចខ្ញុំថាការអ្វីដែលយើងមិនដឹងហើយយើងធ្វើអានឹងព្រះអង្គអត់ទោសឲ្យតែបើយើងដឹងហើយនៅតែធ្វើព្រះអង្គអត់ទោសឲ្យទេចាអរគុណព្រះអង្គអញ្ចឹងតោះទៅទៀតទៅដល់លីនដាម៉ាថាយ17 20ទៅ21ចាខ្ញុំអានខ20ទ្រង់មានបន្ទូលតបថាគឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចពេកប៉ុណ្ណោះបើខ្ញុំប្រាប់ជាប្រកាសថាបើមានសេចក្តីជំនឿដោយក្របពូជមួយយ៉ាងល្អិតនោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថាចូលរើចេញពីទីនេះទៅនៅទីនោះចុះនោះនឹងបានដូច្នោះហើយក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេខំ21តែអរៈបែបតែអរៈបែបយ៉ាងនេះចាតែអរៈបែបយ៉ាងនេះវាចេញទៅដោយសារតែអតិថានហើយនឹងតមអត់ប៉ុណ្ណោះចាអរគុណព្រះអង្គលីណាព្រះទានពរអញ្ចឹងព្រះអង្គចង់បញ្ញត្តិយើងឲ្យយើងដឹងតែឃើញថាគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេនឹកឃើញខណាគម្ពីរភីលីបចំពុក4ខ13ដែលព្រះអង្គថាយើងអាចធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទចម្រើនកម្លាំងឲ្យមែនទេព្រះគ្រីស្ទនៅក្នុងយើងធ្វើអ្វីតាមបំណងមហាតីទ្រង់ព្រះអង្គនឹងចម្រើនកម្លាំងឲ្យយើងធ្វើបានហើយដូចជាបើងាកថាចង់ចេះចែកចាយព្រះបន្ទូលព្រះអង្គសូមព្រះអង្គនឹងចម្រើនកម្លាំងឲ្យហើយព្រះអង្គនឹងជួយឲ្យកើតហើយព្រោះព្រះអង្គប្រាប់ថាយើងអាចធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទចម្រើនកម្លាំងឲ្យមែនទេយើងមិនមែនធ្វើដោយខ្លួនយើងបានទេយើងធ្វើដោយព្រះគ្រីស្ទគង់នៅក្នុងយើងព្រះអង្គនឹងជួយយើងឲ្យធ្វើកើតគ្រប់ការទាំងអស់ឲ្យតែការអ្វីដែលគប់មហាតីព្រះអង្គនឹងជួយហើយខូចតែធ្វើការអ្វីដែលមិនគប់មហាតីព្រះអង្គអត់ចូលដៃជាមួយទេអញ្ចឹងហើយបានមានខកពីមួយនៅយ៉ាកុបចំពុក4ខ7ឲ្យចុះចូលចំពោះព្រះទៅថាតស៊ូនឹងអារៈវានឹងរត់ចេញហើយតែចុះចូលជាមួយអារៈព្រះអង្គក៏ដើរចេញដែរបើយើងចុះចូលចំពោះព្រះអារៈវារត់ចេញបើយើងចុះចូលជាមួយអារៈព្រះដើរចេញហើយខ្ញុំនិយាយឆ្លៃហ្នឹងចាប់កំហុសខ្ញុំទៀតព្រះអង្គសន្យាថាមិនដែលចាក់ចេញពីយើងទេហើយមិនហ៊ាននិយាយថាព្រះចាក់ចេញពីយើងព្រះអត់ធ្វើការអីហ្នឹងប្រៀបដូចជាព្រះចាក់ចេញយើងទៅហើយជឿព្រះហើយអត់មានចលនាព្រះនៅក្នុងយើងបានន័យថាអត់មានវត្តមានព្រះហើយមែនទេចាអរគុណព្រះអង្គមានអ្នកខ្លះគេច្រើនចាប់កំហុសខ្ញុំថាព្រះបន្ទូលព្រះអង្គមិនដែលថាចាក់ចេញចោលពីយើងទេតែហេតុអីក៏អ្នកឯងហ៊ាននាំព្រះបន្ទូលថាព្រះអង្គចាក់ចេញពីយើងព្រះវិញ្ញាណបរិសុទ្ធមិនមែនចេញចូលដោយវិញ្ញាណខ្មោចគេនិយាយថាអញ្ចឹងណាហ្នឹងហើយតែព្រះបន្ទូលនៅគឺសញ្ញាចាស់
អង្គបានប្រាប់ដែរណាព្រះវិញ្ញាណបរិសុទ្ធនៅក្នុងសូលព្រះវិញ្ញាណបរិសុទ្ធចេញពីសូលដែរហើយព្រះបន្ទូលមិនចេះប្រែប្រួលទេកុំថាសញ្ញាចាស់ទេក្នុងសញ្ញាថ្មីចេះអត់ទេកុំបដិសេធសញ្ញាចាស់សញ្ញាថ្មីយ៉ាងដូចមិននោះមិនបាច់ទេ ព្រះបន្ទូលគឺនៅជាព្រះបន្ទូលទេណាអរគុណព្រះអង្គ អញ្ចឹងព្រះអង្គថាឲ្យគ្រាន់តែមានសេចក្តីជំនឿដូចជាក្របពូជតូចតែមួយនេះយើងនឹងអាចរើភ្នំចាញ់ឲ្យទៅទីនេះទីនោះបានស្រេចចិត្តហើយព្រះអង្គបញ្ជាក់មកទៀតថាហើយក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនបាននោះទេពីព្រោះព្រះអង្គគង់នៅក្នុងយើងនឹងធ្វើការទាំងអស់បានហើយដែលមានការខ្លះដែលព្រះអង្គថាតែអារៈបែបយ៉ាងនេះវាចេញទៅដោយសារតែអធិដ្ឋានឲ្យតបអត់ព្រះអង្គចង់ឲ្យយើងបានតបអត់អធិដ្ឋានទៅដេញអវិញ្ញាណដែលវានៅបិទបាំងតែតើម្ចាស់ខ្លួននៅមានសេចក្តីជំនឿដែរណា ឥឡូវតខដល់បញ្ចប់ខបញ្ចប់គឺនៅបងវ៉ានអរគុណព្រះអង្គបងដល់ម៉ោងបងវ៉ានឯងហើយរបាខ្សត្រទី2ចំពុក20ខ20ទៅ25ហក់ទៅរបាខ្សត្រទី2ចេញចូលដែរណោះសេវាក៏អត់សើអត់ចូលមកវិញហ្នឹងហើយដល់បងវ៉ានហើយកុំអាបិទសំឡេងរបាខ្សត្រទី2ចំពុក20ទៅ25បងពុក20ខ20ទៅខ25 20ខ20ទៅដល់ខ25តើអ្នកណាអានជំនួសគាត់ក៏បានដែរគាត់អត់នៅអរគុណព្រះអង្គរបាខ្សត្រទី2ជំពូក20ខ20ទៅខ25ចុងបញ្ចប់ចាខ្ញុំអានចាខ្ញុំអាន20ស្អែកឡើងគេក្រោកពីព្រលឹមស្រាងចេញទៅឯទីរហោឋានកូអាកំពុងដែលគេចេញទៅនោះយូសាផាតត្រង់ឈរមានបន្ទូលថាពួកយូដានិងពួកអ្នកនៅក្រុងយេរូសាឡិមអើយចូលស្ដាប់យើងចុះចូលឲ្យមានសេចក្តីជំនឿជឿដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទើបអ្នករាល់គ្នានឹងបានភ្ជាប់ជួនចូលជឿតាមពួកហោរារបស់ទ្រង់ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្តីចម្រើនរួចការទ្រង់បានពិគ្រោះនឹងបណ្ដាជនហើយនោះទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ាហើយពោលសរសើរដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធក្នុងការដែលគេនាំមុខពួកទ័ពចេញទៅដោយពោលថាចូលអរព្រះគុណដល់ព្រះយេហូវ៉ាចុះត្បិតសេចក្តីសប្បុរសទ្រង់នៅជាប់អស់កលជានិច្ចដូច្នេះការគេចាប់តាំងច្រៀងហើយសរសើរឡើងនោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពតោះនឹងពួកកូនចៅអាប់មុនម៉ូអាបនិងពួកភ្នំសៀវដែលមកចង់ច្បាំងនឹងពួកយូដាឲ្យគេត្រូវបាញ់ចាញ់ឲ្យគេទៅចាញ់ត្បិតពួកកូនចៅអាប់មុននិងម៉ូអាបគេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀវអស់រលីងទៅរួចការគេបានបំផ្លាញពួកនោះអស់ហើយនោះក៏ត្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀតដូច្នេះការពួកយូដាមកដល់ប៉មយ៉ាងចាំយាមនៅត្រង់ទីរហោឋាននោះគេក្រឡេកមើលទៅពួកធំនោះក៏ឃើញគេសុទ្ធតែជាខ្មោចដេករដុកនៅដីគ្មានអ្នកណាមួយបានរួចជីវិតឡើយរួចការយូសាផាតនិងពួកពលតបរបស់ទ្រង់បានទៅដល់ដើម្បីយករបបនោះក៏ឃើញមានទាំងរបស់ទ្រព្យសម្លៀកបំពាក់និងប្រដាប់មានតម្លៃយ៉ាងសន្ធឹកហើយនាំគ្នាដោះចេញទុកសម្រាប់ខ្លួនលើពីកម្លាំងនឹងយកទៅបានមានរបបជាច្រើនដល់ម្លេះបានជាគេប្រមូលយកអស់រវាង3ថ្ងៃទៅហើយអាមែនអរគុណព្រះអង្គ
ចាប្រមូល3ថ្ងៃមកអស់គេយករបស់ទាំងអស់នោះមកដាក់ឲ្យជនជាតិយូដាហ្មងចាតែមុននឹងបានការទាំងអស់នោះគឺឲ្យយើងមានសេចក្តីជំនឿចឹងហើយបានជាព្រះអង្គមានបន្ទូលថាឲ្យយើងស្វែងរកនគរនិងសេចក្តីសុចរិតរបស់ព្រះជាមុនគ្រប់របស់នឹងមកជាក្រោយតែឥឡូវនេះខ្ញុំចង់និយាយរឿងហ្នឹងគឺគេលើកទ័ពមកច្បាំងនឹងយូសាផាតហ្នឹងគឺជារាជអ៊ីស្រាអែលហ្នឹងគឺថាមានគ្នាច្រើនមែនតែនប្រមាណប្រទេសហ្នឹងមិនមែនយកមកតែមួយប្រទេសទេមកច្រើនប្រទេសមែនតែនតែយូសាផាតភ័យញ័រតែនឹកឃើញព្រះក៏នាំគ្នាចូលទៅឯព្រះប្រាប់ថាឲ្យជឿទៅចាអរគុណព្រះអង្គដល់ហើយចឹងទៅបានគាត់បានដំណឹងហ្នឹងគាត់មកប្រាប់រាជរបស់គាត់ហ្នឹងប្រាប់ថាស្អែកឡើងក្រោកពីព្រលឹមស្រាងចេញទៅទីរហោឋានកដូអាកំពុងដែលគេចេញទៅនោះយូសាផាតទ្រង់ឈរមានបន្ទូលថាពួកយូដានិងពួកអ្នកស្រុកនៅក្រុងយេរូសាឡិមអើយចូលស្ដាប់យើងចុះចូលឲ្យមានសេចក្តីជំនឿជឿដល់ព្រះយេហូវ៉ាឃើញទេសេចក្តីជំនឿជាខែលរៀនព្រឹកមិញសេចក្តីជំនឿជាអាវក្រោះអីហ្នឹងហើយការពារយើងហ្នឹងហើយឥឡូវស្ដេចយូសាផាតគេមកប៉ោតជុំវិញណាពាត់មិនប៉ោតទេគេមកពាត់ជុំវិញគាត់មានច្រើនប្រទេសណាម្ល៉េះហើយគាត់មានតែព្រះឥឡូវនេះគាត់ប្រកាសឲ្យរាជរបស់គាត់ចូលឲ្យមានសេចក្តីជំនឿជឿដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាទៅអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួនចូលជឿតាមពួកហោរារបស់ទ្រង់ទៅអ្នករាល់គ្នានឹងប្រកបដោយសេចក្តីចម្រើនចាកាលនោះព្រះបន្ទូលព្រះអង្គមកតាមរយៈហោរារបស់ព្រះតែនៅគ្រាចុងក្រោយគឺគ្រាយើងនេះព្រះបន្ទូលព្រះអង្គមកតាមព្រះរាជបុត្រានៃព្រះវិញមែនទេចាអរគុណព្រះអង្គឥឡូវនេះព្រះបន្ទូលយើងនេះគឺមកតាមព្រះរាជបុត្រានេះហើយអរគុណព្រះអង្គយើងអានរាល់ថ្ងៃនេះហើយដែលព្រះបន្ទូលនេះគឺជាព្រះយូហានចំពុក1ខ1កាលដើមដំបូងឡើយមានព្រះបន្ទូលគឺនៅជាមួយព្រះបន្ទូលនោះហើយគឺជាព្រះហើយព្រះបន្ទូលនោះហើយគឺនេះព្រះបន្ទូលដែលយើងអានរាល់ថ្ងៃនេះហើយគឺជាព្រះអញ្ចឹងយើងអានទៅយើងកំពុងនិយាយជាមួយព្រះនេះទាំងអស់គ្នាបងប្អូនកំពុងអានកាពីកំពុងតែនិយាយជាមួយព្រះហើយរួចកាលទ្រង់បានពិគ្រោះនឹងបណ្ដាជនហើយនោះទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ាហើយពោលសរសើរដោយស្លៀកពាក់ប្រដាប់បរិសុទ្ធចាស្លៀកពាក់ប្រដាប់បរិសុទ្ធនេះគឺសេចក្តីជំនឿរបស់យើងនេះជឿទៅលើព្រះដ៏ពិតហ្នឹងចាក្នុងកាលដែលគេនាំមុខពួកតបចេញទៅដោយពោលថាចូលអរព្រះគុណដល់ព្រះយេហូវ៉ាចុះត្បិតសេចក្តីសប្បុរសរបស់ទ្រង់នៅជាប់អស់កលជានិច្ចព្រះអង្គថាឲ្យយើងចូលគោរពកោតខ្លាចដល់ព្រះទៅព្រះអង្គនឹងប្រទានពរឲ្យយើងស្អីគេតាំងពីអាហារនិងទឹកហើយអញនឹងដកយកអស់ជំងឺរោគគាចេញពីពួកឯងរាល់គ្នាហើយអញប្រទានពរឲ្យស្រុកភូមិរបស់ឯងនោះគ្មានសត្វណារលូតឬអាឡើយអញ្ចឹងហេតុអីបានជាយើងចេះតែមានចេះមិញឧបសគ្គចូលនោះមកពីយើងអត់គោរពកោតខ្លាចព្រះទេណាយើងពិចារណាមើលទៅហ្នឹងហើយបើការទាំងអស់នោះមកទោះបីយ៉ាងណាក៏ដោយក៏យើងនៅតែមានអំណរដែរពីព្រោះព្រះអង្គបានប្រាប់ថាលោកីនេះវាវេទនាមែនហើយការវេទនាប៉ុណ្ណឹងវាមិនអស្ចារ្យទេណោះអស្ចារ្យបំផុតគឺក្រែងលោយើងអត់បានទៅដល់ឋានសួគ៌នោះធ្លាក់នរកនោះអានោះមិនអស្ចារ្យនោះប្រយ័ត្នកុំឲ្យយើងល្បេះទៅចូលក្នុងអាឋានបឹងភ្លើងនោះវិញអញ្ចឹងឲ្យយើងខំគោរពកោតខ្លាចព្រះអង្គទៅបានសេចក្តីសន្យាមកពីព្រះហើយយើងបានទៅនៅឋានសួគ៌ទៀតបើអត់គោរពកោតខ្លាចព្រះអ្វីក៏អត់បានដែរចាអរគុណព្រះអង្គអញ្ចឹងបានជាឥឡូវនេះពួកគាត់នេះគ្រាន់តែរៀបជួរគ្នាច្រៀងសរសើរដំកើងព្រះអង្គខបន្ទាប់ទៀតដូច្នេះការគេចាប់តាំងច្រៀងឡើងសរសើរដំកើងព្រះអង្គនោះព្រះយេហូវ៉ាទ្រង់បង្គាប់តបទាស់នឹងពួកកូនចៅអាប់ម៉ូនម៉ូអាប់និងពួកភ្នំសៀដែលមកចង់ច្បាំងនឹងយូសាផានឹងពួកយូដាឃើញទេព្រះអង្គទៅប្រគប់ពួកគេនោះឥឡូវពួកគេនោះច្បាំងគ្នានោះឲ្យគេត្រូវចាញ់ត្បិតពួកកូនចៅអាប់ម៉ូននិងម៉ូអាប់
គេលើកគ្នាទៅបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀអស់រលីងតើពីពួកទៅវាយមកពួកនៅមកវាយយូដាទេមុនដំបូងថារួមគ្នាមកវាយយូដាទីបញ្ចប់ឥឡូវទៅវាយគ្នាឯងដោយសារពួកគេអត់បានដំកើងព្រះទេពួកយូដាអ្នកដំកើងព្រះអញ្ចឹងយើងរាល់ថ្ងៃយើងកំពុងដំកើងសរសើរដំកើងព្រះដែរព្រះអង្គនឹងការពារយើងហើយនោះក៏ព្រួតគ្នាទៅបំផ្លាញគ្នាទៅវិញទៅមកទៀតបំផ្លាញពួកភ្នំសៀហើយមកបំផ្លាញគ្នាឯងនឹងទៀតអាមុអាប់ហើយអាប់ម៉ូនឹងវាយគ្នាទៀតដូច្នេះកាលពួកយូដាមកដល់ពំចាំយាមនៅត្រង់ទីរហោឋាននោះគេក្រឡេកឃើញមើលឃើញពួកធំនោះពួកវាច្រើនណាថាពួកធំនោះក៏ឃើញគេសុទ្ធតែជាខ្មោចដេកដួលនៅដីគ្មានអ្នកណាមួយបានរួចជីវិតឡើយលើកតាណាទៀតបើដួលដេកនៅដីអស់ហើយដល់ពេលមកពួកអ្នកដែលគ្រប់កោតខ្លាចព្រះរួចកាលយូសាផាតនឹងទ័ពពលទ័ពរបស់ទ្រង់បានទៅដល់ដើម្បីនឹងយករបបទៅដល់អត់បាច់ច្បាំងទេទៅដល់ប្រមូលយកអាទ្រព្យសម្បត្តិដែលវាខំជូនយកមកបោះទ័ពនឹងបំបើបានយូសាផាតនាំរាជទ្រង់ប្រមូលយកតែទ្រព្យសម្បត្តិហ្នឹងរហូតដល់ប្រហែលថ្ងៃរហូតដល់លើសពីកម្លាំងទៀតរហូតរើសយកអស់ដល់តែ3ថ្ងៃនៅតែជូនចង់អស់ផងអរគុណព្រះអង្គអញ្ចឹងយើងចាំទៅទទួលទៅសេចក្តីកោតខ្លាចដល់ព្រះនោះជាសេចក្តីគោរពការដែលយើងស្វែងរកព្រះអង្គដល់ការដែលយើងសរសើរដំកើងព្រះអង្គនោះគ្រប់របស់វាមកគោលហ្មងណាមកគោដល់យើងនឹងរកកន្លែងដាក់ទុកគ្មានហ្មងណាចាចឹងអរគុណព្រះអង្គអរគុណព្រះវិញ្ញាណបរិសុទ្ធជាមួយខ្ញុំដែលទ្រង់បាននាំយើងចូលទៅក្នុងគ្រប់ទាំងសេចក្តីពិតនៅពេលនេះថ្វាយស្រីល្អដល់ទ្រង់អធិដ្ឋានជាមួយខ្ញុំចាហាឡេលូយ៉ាព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅឋានដ៏ខ្ពស់បំផុតគុណអរព្រះគុណព្រះអង្គនៅពេលវេលានេះដែលទ្រង់បានប្រទានពរព្រះវិញ្ញាណបរិសុទ្ធនាំព្រះបន្ទូលមកកាន់កូនព្រះអង្គទាំងអស់គ្នានៅពេលនេះសូមឲ្យព្រះបន្ទូលនេះបានដិតជាប់នៅក្នុងចិត្តកូនព្រះអង្គទាំងអស់គ្នាប្រយោជន៍កុំឲ្យយើងនៅធ្វើបាបចំពោះទ្រង់ទៀតឡើយថ្វាយស្រីល្អដល់ទ្រង់ហើយឲ្យកូននៅតែមានចិត្តក្លាហានដើម្បីនាំដំណឹងល្អនេះប្រាប់ដល់គ្រប់ទាំងតិចឲ្យគេបានឮពីដំណឹងល្អរបស់ទ្រង់នេះផងដែរប្រយោជន៍ឲ្យគេបានគ្រប់ទាំងតិចនៅលើផែនដីនេះបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះបានឮហើយបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះឲ្យគេបានរួចពីបឹងភ្លើងព្រះអង្គហើយកូនអរគុណព្រះអង្គដែលទ្រង់មានបន្ទូលថាក្រៅមេឃលើដីគ្មាននាមណាទៀតដែលប្រទានបានសង្គ្រោះទេមានតែនាមមួយគត់គឺនាមព្រះយេស៊ូវហាឡេលូយ៉ាអរគុណព្រះអង្គហើយយើងតិចទៀតយើងនឹងបានទៅគេហដ្ឋានរៀងខ្លួនសម្រាកឬក៏គេងឬក៏ធ្វើការអ្វីឬក៏ធ្វើដំណើរអ្វីនោះសូមព្រះអង្គការពារថែរក្សាឲ្យយើងខ្ញុំទាំងអស់គ្នានៅក្រោមចង្អេងស្លាបរបស់ទ្រង់គ្រប់ពេលគ្រប់វេលាព្រះអង្គហើយសូមសរសើរដំកើងព្រះអង្គបើធ្វើដំណើរតាមផ្លូវអាកាសផ្លូវគោកផ្លូវទឹកផ្លូវក្រោមដីយ៉ាងណានោះសូមព្រះអង្គការពារថែរក្សាដំណើរយើងឲ្យបានទៅដល់ទិសដៅដោយសុខសាន្តហើយនឹងសុខភាពនៅល្អគ្រប់គ្នាអរគុណព្រះអង្គបងប្អូនណាចូលដំណេកគេងសូមព្រះអង្គការពារដំណេកគាត់ឲ្យគាត់បានគេងលក់ស្កប់ស្កល់ភ្ញាក់ឡើងមានកម្លាំងរស់ថ្វាយស្រីល្អដល់ទ្រង់ជាពន្លឺរបស់លោកីក៏ជាអំបិលនៃផែនដីផងដែរមិនតែប៉ុណ្ណោះព្រះអង្គអើយអ្នកណាដែលធ្វើការនោះសូមដាក់ដៃធ្វើអ្វីនឹងចម្រើនឡើងគ្រប់ជំពូកដៃរបស់កូនព្រះដែលព្រះគង់នៅជាមួយនោះកូនអរគុណព្រះអង្គហើយសូមព្រះអង្គរើសហាវពូជពងយើងខ្ញុំទាំងអស់គ្នាបានទទួលព្រះអង្គជាព្រះអង្គសង្គ្រោះគ្រប់គ្នាកុំខានឡើយហើយយើងនឹងនៅអធិដ្ឋានបន្តបន្តិចទៀតហើយយើងសម្រាប់បន្តិចហើយយើងបន្តិចទៀតយើងនឹងចូលដល់មួយវគ្គទៀតគឺអ្នកបងស៊ុនលីជាអ្នកនាំព្រះបន្ទូលព្រះអង្គសូមព្រះអង្គគង់ជាមួយគាត់ហើយប្រទានពរឲ្យគាត់មានប្រាជ្ញាយោបល់មកពីឋានសួគ៌នាំព្រះបន្ទូលនៃសេចក្តីពិតដល់តិចយើងខ្ញុំទាំងអស់គ្នាបានឮផងដែរអរគុណព្រះអង្គគុណសូមសរសើរដំកើងព្រះអង្គគុណសូមថ្វាយបងប្អូននឹងការដែលពិចារណាព្រះបន្ទូលបានចប់សពគ្រប់នៅពេលនេះថ្វាយដាច់ដល់ព្រះនាមដែលមានគ្រប់ប្រជេស្តាគឺព្រះនាមព្រះយេស៊ូវគ្រីស្ទនៅស្រុកណាសារ៉េតអាមែនអរគុណព្រះអង្គខ្ញុំចប់ហើយ